រយៈពេលដែលនិយាយនោះហាក់ដូចជាយឺតជាងឯវិស័យរបស់អ្នកមានរិទ្ធទាំងឡាយរមែងជាអចិន្ត្រយៈគឺមិនគួរគិតព្រោះផុតវិស័យរបស់បុថុជនគឺមនុស្សដែលនៅមានកិលេសក្រាស់ប្រើពេលត្រឹមតែមួយស្របក់ប៉ុណ្ណោះឯងតើបោះទាំងនោះបាននាំផ្កាឈើដែលបរិបូរដោយពណ៌និងក្លិនមកប្រដាប់តាក់តែងជាអាសនៈផ្កាឈើកម្ពស់1យោជន៍សម្រាប់ជាទីគង់ប្រថាប់របស់ព្រះសាស្តាចំណែកអាសនៈផ្កាសម្រាប់ព្រះអគ្គសាវកទាំងពីររូបនោះកម្ពស់បាន3គាវុត្តសម្រាប់ព្រះភិក្ខុទាំងឡាយក្រៅពីនោះ2គាវុត្តសម្រាប់ភិក្ខុថ្មីកម្ពស់បាន1ឧសភៈស្មើ1គោរោនេះជារង្វាស់សម័យនោះកាលតាបោះទាំងនោះរៀបចំអាសនៈស្រេចហើយសរតៈតាបោះឈរប្រណម្យអញ្ជលីឆ្ពោះទៅរកព្រះអនោមទស្សីសម្ពុទ្ធហើយក្រាបទូលថាបបិទ្ធព្រះមានព្រះភិក្ខសូមព្រះអង្គទ្រង់និមន្តឡើងប្រថាប់គង់លើអាសនៈផ្កានេះដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខដល់ខ្ញុំព្រះអង្គទាំងឡាយអស់កាលជាអង្វែងលុះព្រះអនោមទស្សីសម្ពុទ្ធទ្រង់ប្រថាប់គង់ហើយព្រះអគ្គសាវកទាំងពីរនិងភិក្ខុសង្ឃទាំងអស់ក៏ឡើងគង់លើអាសនៈរបស់ខ្លួនតាមលំដាប់វស្សាសរតៈតាបោះបានឈរកាន់ស្វេតឆ័ត្រផ្កាឈើបាំងថ្វាយចំពោះព្រះអនោមទស្សីសម្ពុទ្ធព្រះអនោមទស្សីសម្ពុទ្ធទ្រង់ព្រះតម្រិះថាសក្ការៈនេះរបស់ពួកចដិលចូលមានផលច្រើនហើយទ្រង់ចូលនិរោធសមាបត្តិចំណែកព្រះអគ្គសាវកទាំងពីររូបនិងភិក្ខុសង្ឃទាំងអស់លុះដឹងថាព្រះសាស្តាទ្រង់ចូលនិរោធសមាបត្តិហើយក៏បានចូលនិរោធសមាបត្តិផងដែរកាលព្រះអនោមទស្សីទ្រង់ចូលនិរោធសមាបត្តិរហូត7ថ្ងៃនោះលុះដល់ពេលភិក្ខាចារពួកកូនសិស្សរបស់សរតៈតាបោះក៏នាំគ្នាចេញទៅរកផ្លែឈើមើមឈើបរិភោគរួចត្រឡប់មកឈរប្រណម្យអញ្ជលីថ្វាយបង្គំព្រះពុទ្ធជាម្ចាស់និងភិក្ខុសង្ឃក្នុងទីនោះតែសរតៈតាបោះមិនបានចេញភិក្ខាចារឡើយបានឈរបាំងស្វេតឆ័ត្រផ្កាដូច្នោះដោយបៃតៈរហូត7ថ្ងៃកាលគ្រប់7ថ្ងៃព្រះអនោមទស្សីសម្ពុទ្ធទ្រង់ចេញចាកនិរោធសមាបត្តិហើយត្រាស់ឲ្យនិស្សភៈអគ្គសាវកដែលអង្គុយនៅខាងស្ដាំព្រះអង្គថាមនាលនិស្សភៈអ្នកចូលអនុមោទនាទានអាសនៈផ្ការបស់ពួកតាបោះនេះដែលបានធ្វើការបូជាយ៉ាងក្រៃលែងព្រះនិស្សភៈថេរៈត្រេកអរដូចជានាយទាហានបានលៀបធំពីស្ដេចចក្រពត្តិដូច្នោះលោកតាំងនៅក្នុងសាវកបារមីញាណហើយសម្ដែងអនុមោទនាអាសនៈផ្កាក្នុងពេលដែលព្រះនិស្សភៈសម្ដែងអនុមោទនាចប់ហើយព្រះអនោមទស្សីសម្ពុទ្ធត្រាស់ឲ្យអនោមថេរៈអគ្គសាវកឆ្វេងថាអ្នកចូលសម្ដែងធម៌ដល់តាបោះទាំងនេះព្រះអនោមថេរបានពិចារណាមើលនៅព្រះពុទ្ធវចនៈទូទាំងបត្រៃបីដកហើយទើបសម្ដែងធម៌ឯផលនៃការសម្ដែងធម៌របស់អគ្គសាវកទាំងពីររូបនោះមិនមានតាបោះណាម្នាក់ត្រាស់ដឹងសច្ចធម៌ឡើយក្នុងលំដាប់នោះព្រះអនោមទស្សីបរមសាស្តាទ្រង់តាំងនៅក្នុងពុទ្ធវិស័យប្រមាណមិនបានទើបទ្រង់ផ្ដើមសម្ដែងធម៌ហើយកាលចប់ព្រះធម្មទេសនាតាបោះ84000នាក់បានសម្រេចជាព្រះអរហន្តគ្រប់រូបវាតែសរតៈតាបោះម្នាក់តែប៉ុណ្ណោះព្រះអនោមទស្សីសម្ពុទ្ធទ្រង់លាព្រះហស្ថចេញត្រាស់ថាអ្នកទាំងឡាយចូលមកជាភិក្ខុចុះរំពេចនោះសក់និងពុកចង្ការរបស់តាបោះនោះវិនិច្ឆ័យអន្តរធានអស់ទៅមានបរិខា8មកពាក់ជាប់នឹងរាងកាយហាក់ដូចជាប្រធេរៈមានវស្សា60ហើយមានពាក្យសួរថាហេតុអ្វីសរតៈតាបោះមិនបានសម្រេចព្រះអរហត្តផលឆ្លើយថាព្រោះថាតាបោះជាអ្នកមានចិត្តរាយមាយចាប់ផ្ដើមតាំងពីស្ដាប់ព្រះធម្មទេសនារបស់ព្រះអគ្គសាវកដែលអង្គុយលើអាសនៈទី2បន្ទាប់ពីព្រះអនោមទស្សីសម្ពុទ្ធចុះមកដែលតាំងនៅក្នុងសាវកបារមីញាណហើយសម្ដែងធម៌ធ្វើឲ្យគេគិតថាសូមឲ្យយើងបានទទួលនៅភាវៈជាអគ្គសាវកដោយលោកម្ចាស់អង្គនេះបានទទួលក្នុងសាសនារបស់ព្រះពុទ្ធជាម្ចាស់ដែលនឹងឧបត្តិឡើងក្នុងលោកអនាគតកាលផងចុះសារតៈតាបោះរវល់តែបណ្ដោយចិត្តឲ្យគិតរាយមាយទៅដូច្នេះទើបមិនអាចសម្រេចមគ្គផលជាពិសេសបាន
លុះចប់ធម្មកថាក៏ថ្វាយបង្គំព្រះអនាមទស្សីបរមសាស្តាហើយក្រោកឈរឡើងក្រាបទូលសួរក្នុងទីចំពោះព្រះភក្ត្រថាបបិទ្ធព្រះមានព្រះភិក្ខភិក្ខុគង់នៅលើអាសនៈជាប់នឹងអាសនៈរបស់ព្រះអង្គឈ្មោះអ្វីទៅព្រះអង្គត្រាស់ថាភិក្ខុនេះដល់នៅកំពូលនៃសាវកបារមីញាណជាអ្នកប្រកាសធម្មចក្រតាមដែលតថាគតប្រកាសហើយជាអ្នកត្រាស់ដឹងចក្ខធ្លុះនៅសោលសបញ្ហាហើយជាអគ្គសាវកក្នុងសាសនារបស់តថាគតមានឈ្មោះថានិស្សភៈថេរៈសារតៈតាបោះលុះជ្រាបហើយទើបតាំងប្រាថ្នាថាបបិទ្ធព្រះមានព្រះភិក្ខខ្ញុំព្រះអង្គបាំងស្វេតឆ័ត្រផ្កាឈើថ្វាយព្រះអង្គអស់រយៈពេល7ថ្ងៃដោយអានិសង្ឃនៃសក្ការៈនេះខ្ញុំព្រះអង្គមិនប្រាថ្នាជាព្រះអិនព្រះព្រហ្មឡើយតែសូមឲ្យខ្ញុំព្រះអង្គបានជាអគ្គសាវករបស់ព្រះពុទ្ធជាម្ចាស់មួយក្នុងកាលអនាគតកាលដោយព្រះនិស្សភៈថេរៈនេះផងចុះព្រះអង្គព្រះអនាមទស្សីសម្មាសម្ពុទ្ធទ្រង់ប្រសើរលើសទៅដោយអនាគតសញ្ញាណទ្រង់ពិចារណាមើលថាសេចក្តីប្រាថ្នារបស់សារតៈតាបោះនេះនឹងសម្រេចឬទេទ្រង់ក៏ឃើញសេចក្តីសម្រេចនោះថាកាលកន្លងទៅមួយអសង្ខ័យកាប់និងមួយសែនមហាកាប់លុះទ្រង់ឃើញហើយទើបទ្រង់ត្រាស់ថាសេចក្តីប្រាថ្នានេះរបស់អ្នកនឹងមិនជាមោខៈកាលកន្លងទៅមួយអសង្ខ័យនិងមួយសែនមហាកាប់ខាងមុខទៀតនឹងមានព្រះពុទ្ធមួយព្រះអង្គទ្រង់ព្រះនាមថាព្រះគោតមទ្រង់ឧបត្តិឡើងក្នុងលោកព្រះមេត្តាទ្រង់ព្រះនាមថាព្រះនាងមហាមាយាទេវីព្រះបិតាទ្រង់នាមថាព្រះបាទសទ្ធោទនៈមហារាជព្រះរាជឱរសទ្រង់ព្រះនាមថារាហុលភិក្ខុជាឧបថៈឈ្មោះថាអនន្តទុតិយអគ្គសាវកឈ្មោះថាមោគលានចំណែកអ្នកបានជាអគ្គសាវករបស់ព្រះគោតមជាម្ចាស់អង្គនោះនឹងមានឈ្មោះថាធម្មសេនាបតីសរិបុត្រជាកំពូលដោយបញ្ញាបារមីព្រះអនាមទស្សីសម្មាសម្ពុទ្ធទ្រង់ព្យាករសារតៈតាបោះយ៉ាងនេះទ្រង់បានសម្ដែងធម្មកថាស្រេចហើយព្រមដោយភិក្ខុសង្ឃហែហោមស្ដេចយាងត្រឡប់ទៅតាមផ្លូវអាកាសឯសារតៈតាបោះទៅរកព្រះថេរៈទាំងឡាយដែលធ្លាប់ជាកូនសិស្សរបស់ខ្លួនផ្ដាំទៅដល់សរិវត្តកដុម្ពិកៈដែលជាសម្លាញ់ថាសូមលោកទាំងឡាយចូលប្រាប់ដល់សម្លាញ់របស់ខ្ញុំថាសារតៈតាបោះជាសម្លាញ់របស់លោកបានប្រាថ្នាតំណែងអគ្គសាវកក្នុងសាសនារបស់ព្រះសមណគោតមសម្ពុទ្ធដែលនឹងទ្រង់ឧបត្តិឡើងក្នុងអនាគតកាលក្នុងទីចិត្តព្រះយុគលបាទរបស់ព្រះអនាមទស្សីសម្មាសម្ពុទ្ធហើយសូមសម្លាញ់ប្រាថ្នាតំណែងទុតិយសាវកចុះលុះផ្ដាំដូច្នេះហើយខ្លួនឯងក៏រុះរាន់ទៅហើយបានទៅដល់មុនព្រះថេរៈទាំងឡាយដោយប្រើពេលត្រឹមតែមួយស្របក់បានទៅឈរនៅមុខទ្វារផ្ទះរបស់ស្រីវត្តកដុម្ពិកៈស្រីវត្តកដុម្ពិកៈមើលឃើញសារតៈតាបោះក៏ពោលថាយូរណាស់ហើយដែលលោកម្ចាស់របស់យើងទើបតែមកបណ្ឌបាតសូមនិមន្តលោកម្ចាស់អង្គុយលើអាសនៈនេះចុះចំណែកខ្លួនឯងក៏អង្គុយលើអាសនៈដែលទាបជាងហើយសួរសារតៈតាបោះថាពួកកូនសិស្សរបស់លោកម្ចាស់ទៅណាអស់ទៅទើបមិនឃើញមកតាមសារតៈតាបោះឆ្លើយថាសម្លាញ់អើយព្រះអនាមទស្សីសម្មាសម្ពុទ្ធជាម្ចាស់បានយាងទៅកាន់អាស្រមបទរបស់យើងបានធ្វើសក្ការៈបូជាតាមលទ្ធភាពរបស់ខ្លួនព្រះអង្គទ្រង់សម្ដែងធម៌ឥសីទាំងឡាយបានសម្រេចព្រះអរហត្តផលទាំងអស់ហើយបព្វជិទាំងអស់ដែរវាតែយើងប៉ុណ្ណោះស្រីវត្តកដុម្ពិកៈសួរសូកឡើងថាព្រោះហេតុអ្វីទើបលោកមិនបព្វជិសារតៈតាបោះឆ្លើយថាព្រោះយើងបានឃើញព្រះនិស្សភៈថេរៈជាអគ្គសាវករបស់ព្រះសាស្តានឹកពេញចិត្តទើបប្រាថ្នាឲ្យបានតំណែងនោះក្នុងសាសនារបស់ព្រះសមណគោតមស្ដេចនឹងឧបត្តិឡើងក្នុងអនាគតកាលសម្លាញ់ចូលប្រាថ្នាតំណែងអគ្គសាវកទី2ក្នុងសាសនាព្រះគោតមសម្មាសម្ពុទ្ធជាម្ចាស់ចុះស្រីវត្តកដុម្ពិកៈនិយាយជំទាស់ថាខ្ញុំមិនមានការស្និទ្ធស្នាលនឹងព្រះពុទ្ធជាម្ចាស់តើត្រូវធ្វើយ៉ាងណាឲ្យបានត្រឹមត្រូវទេសារតៈតាបោះប្រាប់ថាការក្រាបទូលចំពោះព្រះពុទ្ធជាម្ចាស់ជានាទីរបស់យើងសូមសម្លាញ់ឯងត្រៀមអាហារនិងគ្រឿងសក្ការៈទុកឲ្យស្រេចបាច់ស្រីវត្តកដុម្ពិកៈយល់ក្នុងពាក្យណែនាំនោះហើយត្រៀមខាទិនយៈភោជនីយាហានិងសាងមណ្ឌពហ
ហើយបានធ្វើមហាទានចំពោះព្រះភិក្ខុសង្ឃមួយសែនមានព្រះអនាមទស្សីសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ជាព្រះប្រធានកាលធ្វើទាន7ថ្ងៃស្រេចហើយបានប្រាថ្នាតំណែងអគ្គសាវកទី2តាមពាក្យណែនាំរបស់សរតៈតាបោះនោះព្រះសិរីបុត្រថេរៈបានប្រកាសជីវប្រវត្តិក្នុងអតីតជាតិទុកដែលមានសម្ដែងក្នុងបាលីគម្ពីរខុទ្ទកនិកាយអបទានដោយមានសេចក្តីថាសម័យថ្ងៃមួយលោកជាតាបោះឈ្មោះសរុចេបានសម្រេចសមាបត្តិ8អភិញ្ញា5មានសិស្ស84000នាក់បានបូជាព្រះអនាមទស្សីសម្មាសម្ពុទ្ធជាម្ចាស់និងសាវក100,000រូបដោយផ្កាឈើរហូត7ថ្ងៃហើយក្នុងថ្ងៃទី7បានស្ដាប់ព្រះធម៌ទេសនាទៀតនិងខាងក្នុងថ្ងៃទី7ដែលលោកបូជាដោយផ្កាឈើនោះលោកបានឈរប្រណម្យអញ្ជលីនមស្ការព្រះអនាមទស្សីសម្ពុទ្ធជាម្ចាស់ក្នុងទីកន្លែងមួយដោយមិនបានទៅណាមិនបានបរិភោគបាយទឹកនិងភោជនីយាហារឡើយឆ្អែតដោយបៃតិបានឃើញព្រះពុទ្ធជាម្ចាស់និងសាវក100,000រូបកំពុងចូលនិរោធសមាបត្តិលុះផុត7ថ្ងៃហើយសិស្សទាំងនោះបានស្ដាប់ធម៌របស់ព្រះអនាមទស្សីសម្មាសម្ពុទ្ធជាម្ចាស់ក៏បានសម្រេចជាព្រះអរហន្តទាំងអស់ចំណែកសរុចេតាបោះបានប្រាថ្នាតំណែងអគ្គសាវកនិងកាលចុតិចៈជាតិនោះហើយបានទៅកើតក្នុងព្រហ្មលោក1000កាប់បានជាស្ដេចចក្រពត្តិ1000ជាតិបានជាព្រះឥន្ទ1000ជាតិនិងជាតិចុងក្រោយនេះបានមកជាបុត្ររបស់ព្រាហ្មណ៍មានទ្រព្យ560កោដ្ឋហើយបានចេញបួសជាព្រះអរហន្តដ៏កំពូលដោយបញ្ញាដែលបានទទួលការលើកដំកើងថាអាចនឹងរាប់គ្រាប់ភ្លៀងដែលកំពុងធ្លាក់ចុះមកបានបុណ្យបារមីដែលជួយឲ្យព្រះសិរីបុត្រថេរៈជាអ្នកមានបញ្ញាច្រើនព្រោះលោកធ្លាប់បានបួសជាប់តគ្នារហូត500ជាតិដែលមាននៅក្នុងអត្ថកថាវេសន្តរជាដកនិងព្រោះលោកធ្លាប់បានកសាងបត្រៃបិដកក្នុងអតីតជាតិផងដែរព្រះសិរីបុត្រជាអ្នកមានប្រាជ្ញាអង្អាចនិងការប្រព្រឹត្តល្អក្រៃលែងព្រមទាំងមានការឆ្លៀសវៃជាកម្លាំងយ៉ាងសំខាន់របស់ព្រះមានព្រះភិក្ខក្នុងការជួយប្រកាសធម៌វិន័យឲ្យផ្សព្វផ្សាយទៅក្នុងទិសានុទិសទើបមាននាមតាមដែលបានទទួលការលើកដំកើងថាព្រះធម្មសេនាបតីគូនឹងព្រះមានព្រះភិក្ខថាព្រះធម្មរាជដោយមានសេចក្តីមួយក្នុងវគ្គនៃព្រះបាលីសិលសោតគម្ពីរមជ្ឈិមនិកាយមជ្ឈិមបញ្ញាសកៈដោយមានសេចក្តីថាព្រះមានព្រះភិក្ខប្រថាប់គង់នៅក្នុងអាបននិគមសិលព្រាមជាអាចារ្យបង្ហាត់មុនដល់មានុប300នាក់បាននាំពួកមានុបទៅចូលគាល់ព្រះមានព្រះភិក្ខពិចារណាឃើញមហាបរិស័កលក្ខណៈ32ប្រការហើយបានក្រាបទូលចំពោះព្រះមានព្រះភិក្ខជាម្ចាស់និងអារាធនាឲ្យសោយរាជសម្បត្តិព្រះមានព្រះភិក្ខទ្រង់ត្រាស់ឆ្លើយថាតថាគតជាព្រះរាជាក្នុងធម៌ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅជាចក្រដែលគ្មានអ្នកណាអាចប្រព្រឹត្តទៅបានសិលព្រាមក្រាបទូលសួរដល់មេតបធម៌ដែលជាគូនឹងព្រះធម្មរាជាព្រះមានព្រះភិក្ខទ្រង់ចង្អុលទៅសិរីបុត្រជាធម្មសេនាបតីម្យ៉ាងទៀតបើប្រៀបព្រះពុទ្ធសាសនាជាកងទ័ពក៏ហៅបានថាកងទ័ពធម៌ព្រះមានព្រះភិក្ខទ្រង់តាំងនៅក្នុងឋានៈជាកំពូលទ័ពធម៌ព្រះសិរីបុត្រថេរៈជាមេទ័ពធម៌ព្រះសិរីបុត្រថេរៈមានការចាប់អារម្មណ៍តាក់ទងនឹងហេតុដែលធ្វើឲ្យព្រះពុទ្ធសាសនាតាំងនៅយូរនិងមិនយូររហូតដល់ការក្រាបទូលព្រះមានព្រះភិក្ខដើម្បីឲ្យទ្រង់បញ្ញត្តិសិក្ខាបទសម្រាប់ប្រើជាធម្មនុញ្ញគឺក្រិតក្រមយ៉ាងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនាដោយលោកបំណងល្អចង់ឲ្យព្រះសាសនាតាំងនៅអស់កាលយូរមិនសាបសូន្យមិនអន្តរធានទៅរហ័សពេកដោយមានគោលចរិតទុកក្នុងបាលីគម្ពីរមហាវិភាំងព្រះវិន័យបិដកបឋមភាគនៃវេរញ្ញកណ្ឌបញ្ជាក់ថាសម័យកាលព្រះសាស្តាប្រថាប់គង់នៅក្នុងដែនវេរញ្ជាគ្រានោះព្រះសិរីបុត្រថេរៈទៅពួនសំងំក្នុងទីស្ងាត់ចិត្តរបស់លោកមានបរិវិតកៈថាព្រះពុទ្ធសាសនារបស់ព្រះពុទ្ធជាម្ចាស់អង្គណាតាំងនៅមិនយូរនិងរបស់ព្រះពុទ្ធអង្គណាតាំងនៅយូរលុះដល់វេលារសៀលលោកទើបចេញចាកទីស្ងាត់ទៅគាល់ព្រះដ៏មានជោគថ្វាយបង្គំហើយអង្គុយក្នុងទីដ៏សមគួរមួយ
ហើយក្រាបទូលសួរថាបបពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គទៅពួនសំងំក្នុងទីស្ងាត់មួយចិត្តរបស់ខ្ញុំព្រះអង្គមានបរិវិតកៈថាសាសនារបស់ព្រះពុទ្ធជាម្ចាស់ទាំងឡាយរបស់ព្រះពុទ្ធអង្គណាណតាំងនៅមិនបានយូររបស់ព្រះពុទ្ធអង្គណាណតាំងនៅបានយូរព្រះអង្គព្រះមានព្រះភិក្ខត្រាស់តបថាមនាលសរិបុត្រព្រះពុទ្ធសាសនារបស់ព្រះវិបស្សីសម្ពុទ្ធព្រះសិក្ខីសម្ពុទ្ធនិងព្រះវេស្សភូសម្ពុទ្ធតាំងនៅមិនបានយូរព្រះពុទ្ធសាសនារបស់ព្រះកកុសន្ធោសម្មាសម្ពុទ្ធព្រះកោណាកមនោសម្ពុទ្ធនិងព្រះកស្សបៈសម្ពុទ្ធតាំងនៅបានយូរព្រះសិរីបុត្រថេរៈក្រាបទូលសួររមូលហេតុថាបបិទ្ធព្រះសម្ពុទ្ធហេតុអ្វីបច្ច័យអ្វីឲ្យព្រះពុទ្ធសាសនារបស់ព្រះវិបស្សីសម្ពុទ្ធព្រះសិក្ខីសម្ពុទ្ធនិងព្រះវេស្សភូសម្ពុទ្ធតាំងនៅមិនបានយូរព្រះអង្គព្រះសាស្តាត្រាស់ឆ្លើយថាមនាសិរីបុត្រព្រះវិបស្សីព្រះសិក្ខីព្រះវេស្សភូសម្ពុទ្ធទ្រង់ខ្វល់ខ្វាយតិចក្នុងការសម្ដែងព្រះធម៌ដោយពិស្ដាដល់សាវកទាំងឡាយម្យ៉ាងទៀតសុត្តកេយៈវិយាករណៈគាថាឧទានអិតិវុត្តកៈជាដកអភូតធម៌វេតលៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទាំង3ព្រះអង្គមានតិចសិក្ខាបទក៏ទ្រង់មិនបានបញ្ញត្តិបាតិមោកក៏ទ្រង់មិនបានសម្ដែងដល់សាវកទាំងឡាយកាលព្រះសម្មាសម្ពុទ្ធទាំងនោះនិងពួកសាវកដែលត្រាស់ដឹងតាមអន្តរធានទៅហើយពួកសាវកដែលមានមកខាងក្រោយដែលមាននាមមានកូដមានជាតិផ្សេងគ្នាចេញបួសអំពីត្រកូលផ្សេងគ្នាធ្វើឲ្យព្រះពុទ្ធសាសនានោះអន្តរធានទៅដោយរហ័សមនាសិរីបុត្រផ្កាឈើពណ៌ផ្សេងដែលបុគ្គលគោទុកលើបន្ទះក្តារមិនទាន់បានដោតក្រងដោយអំបោះខ្យល់រមែងផាត់ឲ្យផ្កានោះខ្ចាត់ខ្ចាយទៅបានសេចក្តីនោះព្រោះហេតុអ្វីព្រោះបុគ្គលមិនបានចងដោយអំបោះយ៉ាងណាមិញព្រោះព្រះសម្មាសម្ពុទ្ធទាំងនោះនិងពួកព្រះសាវកដែលត្រាស់ដឹងតាមអន្តរធានទៅហើយពួកសាវកដែលមានមកខាងក្រោយមាននាមមានកូដមានជាតិផ្សេងគ្នាចេញបួសអំពីត្រកូលផ្សេងគ្នាទើបធ្វើឲ្យព្រះពុទ្ធសាសនានោះអន្តរធានទៅដោយឆាប់រហ័សក៏ដូច្នោះដែរព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ទាំងនោះទ្រង់ខ្វល់ខ្វាយតិចក្នុងការកំណត់មើលចិត្តរបស់សាវកទាំងឡាយដោយប្រតិហើយទ្រង់ទូលមានសាវកទាំងឡាយមនាសិរីបុត្រដូចជាសម័យមួយព្រះវេស្សភូអរហន្តសម្មាសម្ពុទ្ធជាម្ចាស់គង់នៅក្នុងដងព្រៃដែលគួរឲ្យខ្លាចមួយទ្រង់កំណត់មើលចិត្តរបស់ភិក្ខុសង្ឃដោយប្រតិហើយទ្រង់ទូលមានភិក្ខុសង្ឃប្រមាណ 1000 រូបថាពួកអ្នកចូលត្រេះរិះយ៉ាងនេះកុំត្រេះរិះយ៉ាងនោះចូលធ្វើទុកក្នុងចិត្តយ៉ាងនេះកុំធ្វើទុកក្នុងចិត្តយ៉ាងនោះចូលលះចំណែកនេះចូលដល់ចំណែកនេះដូច្នេះចិត្តរបស់ភិក្ខុសង្ឃប្រមាណ 1000 រូបដែលព្រះវេស្សភូអរហន្តសម្មាសម្ពុទ្ធទ្រង់ទូលមានយ៉ាងនោះក៏រួចផុតចាកអាសវៈទាំងឡាយព្រោះមិនប្រកាន់មាំមនាលសិរីបុត្រនេះឯងជាហេតុជាបច្ច័យឲ្យព្រះពុទ្ធសាសនារបស់ព្រះវិបស្សីព្រះសិក្ខីព្រះវេស្សភូសម្ពុទ្ធតាំងនៅមិនបានយូរព្រះសិរីបុត្រថេរៈក្រាបទូលសួរតទៅទៀតថាអ្វីជាហេតុនិងជាបច្ច័យឲ្យព្រះពុទ្ធសាសនារបស់ព្រះកកុសន្ធោព្រះកោណាកមនៈនិងព្រះកស្សបៈសម្ពុទ្ធតាំងនៅបានយូរព្រះអង្គព្រះមានព្រះភិក្ខត្រាស់តបថាមនាលសិរីបុត្រព្រះកកុសន្ធោព្រះកោណាកមនៈនិងព្រះកស្សបៈសម្ពុទ្ធទ្រង់មិនបានខ្វល់ខ្វាយតិចក្នុងការសម្ដែងធម៌ដោយពិស្ដាដល់សាវកទាំងឡាយម្យ៉ាងទៀតសុត្តកេយៈវិយាករណៈគាថាឧទានអិតិវុត្តកៈជាដកអភូតធម៌វេតលៈរបស់ព្រះសម្មាសម្ពុទ្ធទាំង3អង្គនោះសម្ដែងដោយច្រើនថែមទាំងព្រះសម្ពុទ្ធជាម្ចាស់ទាំង3ព្រះអង្គទ្រង់បានត្រាស់បញ្ញត្តិសិក្ខាបទទ្រង់បានសម្ដែងបាតិមោក្ខដល់សាវកទាំងឡាយផងកាលព្រះសម្មាសម្ពុទ្ធទាំងនោះនិងសាវកទាំងឡាយដែលត្រាស់ដឹងតាមបរិនិព្វានទៅពួកសាវកដែលមានមកខាងក្រោយមាននាមមានកូដមានជាតិផ្សេងគ្នាចេញបួសអំពីត្រកូលផ្សេងគ្នាទើបរក្សាព្រះសាសនានោះទុកបានអស់កាលយូរអង្វែងមនាសិរីបុត្រផ្កាឈើលៈ
មនីសរីបុត្រនេះឯងជាហេតុជាបច្ច័យឲ្យព្រះពុទ្ធសាសនារបស់ព្រះកកុសន្ធោព្រះកោណាកមនោនិងព្រះកស្សបៈសម្ពុទ្ធតាំងនៅបានយូរលំដាប់តអំពីនោះព្រះសិរីបុត្រថេរៈក្រោកចាស់អាសនៈដណ្ដប់ចីវរឈៀងស្មាម្ខាងប្រណម្យអញ្ជលីលើកឡើងក្រាបទូលថាបបិទ្ធព្រះមានព្រះភិក្ខដ៏ចម្រើនដល់ពេលសំគួរព្រះមានព្រះភិក្ខទ្រង់បញ្ញត្តិសិក្ខាបទនិងទ្រង់សម្ដែងបាតិម៉ោកដល់សាវកទាំងឡាយដែលជាហេតុឲ្យព្រះពុទ្ធសាសនានេះតាំងនៅបានយូរព្រះអង្គព្រះមានព្រះភិក្ខត្រាស់ថាមនីសរីបុត្រចូលរងចាំសិនចូលបងអង្គសិនតថាគតជាអ្នកស្គាល់កាលវេលាក្នុងកាលគួរនឹងធ្វើយ៉ាងនោះតថាគតមិនទាន់បញ្ញត្តិសិក្ខាបទមិនទាន់សម្ដែងបាតិម៉ោកដល់សាវកទាំងឡាយក្នុងកាលដែលធម៌ជាទីតាំងនៃអាសវៈពួកខ្លះមិនទាន់ប្រកាសឡើងដល់សង្ឃក្នុងសាសនានេះលុះកាលណាធម៌ជាទីតាំងនៃអាសវៈពួកខ្លះប្រកាសឡើងដល់សង្ឃក្នុងសាសនានេះកាលនោះទើបព្រះសាស្តាទ្រង់បញ្ញត្តិសិក្ខាបទនិងសម្ដែងបាតិម៉ោកដល់សាវកទាំងឡាយដើម្បីកម្ចាត់នៅធម៌ដែលជាទីតាំងនៃអាសវៈទាំងនោះឯងធម៌ដែលជាទីតាំងនៃអាសវៈពួកខ្លះមិនទាន់ប្រកាសឡើងដល់សង្ឃក្នុងសាសនានេះអស់កាលដែលសង្ឃមិនទាន់ចម្រើនច្រើនដោយភិក្ខុជាថេរៈលុះកាលណាសង្ឃចម្រើនច្រើនដោយភិក្ខុជាថេរៈហើយឯធម៌ដែលជាទីតាំងនៃអាសវៈពួកខ្លះរមែងប្រកាសឡើងដល់សង្ឃក្នុងសាសនានេះកាលនោះឯងតថាគតក៏នឹងទ្រង់បញ្ញត្តិសិក្ខាបទនិងទ្រង់សម្ដែងបាតិម៉ោកដល់សាវកទាំងឡាយដើម្បីកម្ចាត់បង់នៅធម៌ដែលជាទីតាំងនៃអាសវៈទាំងនោះធម៌ដែលជាទីតាំងដល់សង្ឃដែលមិនទាន់ចម្រើនច្រើនដោយការផ្សព្វផ្សាយដល់សង្ឃដែលមិនទាន់បរិបូរណ៍ដោយលៀបសក្ការៈមនីសរីបុត្រពេលនេះភិក្ខុសង្ឃមិនទាន់មានចម្រងចម្រាស់មិនទាន់មានទោសនៅប្រសិទ្ធៈសេចក្តីសៅហ្មងមានសេចក្តីបរិសុទ្ធផូរផង់តាំងនៅក្នុងគុណព្រោះបណ្ដាភិក្ខុ500រូបនេះភិក្ខុដែលទ្រទ្រង់គុណយ៉ាងទាបក៏ជាព្រះសោតាបានជាអ្នកមានការមិនធ្លាក់ចុះជាធម្មតាជាអ្នកមានកតិទៀងទាត់នឹងបានត្រាស់ដឹងក្នុងអនាគតកាលមានសេចក្តីអធិប្បាយព្រះពុទ្ធតម្រាស់ខាត់ព្រះសិរីបុត្រថេរៈដែលក្រាបទូលឲ្យព្រះមានព្រះភិក្ខជាម្ចាស់ទ្រង់បញ្ញត្តិសិក្ខាបទនិងទ្រង់សម្ដែងព្រះបាតិម៉ោកដល់សាវកទាំងឡាយដោយមានប្រកាសក្នុងគម្ពីរអត្ថកថាបឋមសមន្តបាសាតិកាអធិប្បាយបាលីព្រះវិន័យបិដកបញ្ជាក់ថាពេលដែលពោលក្នុងបាលីថាព្រះសាសនារបស់ព្រះសម្ពុទ្ធជាម្ចាស់ទាំងនោះតាំងនៅមិនបានយូរគឺតាំងនៅត្រឹមមួយរយៈព្រះជន្មាយុរបស់ព្រះពុទ្ធជាម្ចាស់ទាំងនោះប៉ុណ្ណោះឯព្រះជន្មាយុរបស់ព្រះសម្ពុទ្ធជាម្ចាស់ទាំងនោះមានផ្សេងគ្នាដូចនេះគឺព្រះវិបស្សីសម្ពុទ្ធជាម្ចាស់មានព្រះជន្ម 80000 ឆ្នាំអាយុរបស់សាវកដំបូងក៏ស្មើនឹងព្រះជន្មាយុរបស់ព្រះវិបស្សីសម្ពុទ្ធព្រះសាសនារបស់ព្រះអង្គតាំងនៅត្រឹមតែអាយុរបស់សាវកចុងក្រោយប៉ុណ្ណោះព្រះសិក្ខីសម្ពុទ្ធមានព្រះជន្មាយុ 70000 ឆ្នាំព្រះសិក្ខីសម្ពុទ្ធមានព្រះជន្មាយុ 70000 ឆ្នាំសាវកទាំងឡាយជាដំបូងរបស់ព្រះអង្គក៏មានអាយុប្រមាណប៉ុណ្ណោះដូចគ្នាព្រះសាសនារបស់ព្រះអង្គតាំងនៅត្រឹមតែអាយុរបស់សាវកចុងក្រោយប៉ុណ្ណោះព្រះវេស្សភូសម្ពុទ្ធជាម្ចាស់មានព្រះជន្មាយុ 60000 ឆ្នាំព្រះសាសនារបស់ព្រះអង្គតាំងនៅត្រឹមតែអាយុរបស់សាវកដែលត្រាស់ដឹងចុងក្រោយគេប៉ុណ្ណោះសាវកដំបូងមានអាយុស្មើនឹងព្រះអង្គប៉ុណ្ណោះឯងចំណែកព្រះកកុសន្ធោមានព្រះជន្មាយុ 40000 ឆ្នាំព្រះកោណាកមនៈមានព្រះជន្មាយុ 30000 ឆ្នាំព្រះកស្សបៈមានព្រះជន្មាយុ 20000 ឆ្នាំព្រះសាវករបស់ព្រះពុទ្ធជាម្ចាស់ទាំង3ព្រះអង្គមានច្រើនយុគសម័យព្រះសាសនារបស់ព្រះពុទ្ធទាំង3អង្គនោះទើបតាំងនៅបានយូរសេចក្តីដែលព្រះមានព្រះភិក្ខរបស់យើងទាំងឡាយទ្រង់មិនទាន់បញ្ញត្តិសិក្ខាបទក្នុងកាលដែលនៅមិនទាន់មានហេតុនោះព្រោះព្រះអង្គទ្រង់ការពារការតេះដៀលដែលនឹងកើតអំពីមនុស្សទាំងឡាយថាការសាវកតាំងនៅជាប្រក្រតីហេតុអ្វីព្រះសមណគោតមក៏ទ្រង់បញ្ញត្តិសិក្ខាបទការទ្រង់បញ្ញត្តិសិក្ខាបទមុនមានហេតុការរមែងជាទោសដូចជាការដាក់ថ្នាំដល់បុគ្គលដែលមិនទាន់ឈឺដូច្នោះ
បើពេទ្យណាហៅអ្នកដែលមិនទាន់កើតបោះមកប្រាប់ថាបោះធំនឹងកើតឡើងក្នុងគ្រាងកាយរបស់អ្នកត្រង់នេះអ្នកចូលប្រញាប់ព្យាបាលក្នុងកាលឥឡូវនេះកាលអ្នកនោះព្រមឲ្យព្យាបាលពេទ្យល្ងងនោះក៏វះរាងកាយត្រង់នោះហើយនាំលោហិតចេញទៅលុះវះហើយពេទ្យនោះក៏ទាថ្លៃអំពីអ្នកនោះក៏នឹងជំទាស់ថាតើលោកបានព្យាបាលជំងឺអ្វីរបស់ខ្ញុំមានតែធ្វើឲ្យខ្ញុំកាត់ទុកធ្វើឲ្យលោហិតរបស់ខ្ញុំអស់ទៅតែប៉ុណ្ណោះដូច្នេះយ៉ាងណាមិញកាលពួកសាវកមិនទាន់មានកំហុសបើព្រះពុទ្ធទ្រង់បញ្ញត្តិសិក្ខាបទឡើងក៏នឹងទទួលបានការជំទាស់ទេសលាដូច្នោះលុះត្រាតែពួកសាវកមានកំហុសកើតឡើងហើយទើបព្រះពុទ្ធទ្រង់បញ្ញត្តិសិក្ខាបទឡើងប្រៀបដូចកាលរោគកើតឡើងហើយទើបគ្រូពេទ្យឆ្លាតដាក់ថ្នាំព្យាបាលជំងឺដូច្នោះកតេគុណរបស់ព្រះសិរីបុត្រថេរៈដូចជាកតេគុណព្រះរាជឱរសរបស់ស្ដេចចក្រពត្តិដែលមានប្រកាសក្នុងបាលីគម្ពីរអង្គត្រនិកាយបញ្ចកនិបាតនៃអនុវត្តនសូត្រនិងក្នុងអត្ថកថាគម្ពីរមនោរដ្ឋពរណីបញ្ជាក់ថាព្រះមានព្រះភិក្ខទ្រង់បានសម្ដែងទុកថាមនាលភិក្ខុទាំងឡាយព្រះរាជឱរសច្បងរបស់ស្ដេចចក្រពត្តិប្រកបដោយគុណ5ប្រការរមែងធ្វើឲ្យចក្រដែលព្រះរាជបិតាទ្រង់ឲ្យប្រព្រឹត្តទៅហើយឲ្យប្រព្រឹត្តទៅតាមបានដោយធម៌ចក្ររតនៈនោះរមែងជាចក្រដែលមិនមានអ្នកណាជាសឹកសត្រូវណាតទល់បានឡើយគុណសម្បត្តិ5ប្រការនោះគឺព្រះរាជឱរសច្បងរបស់ស្ដេចចក្រពត្តិទ្រង់ជាអ្នកប្រាជ្ញ1អដ្ឋញ្ញូស្គាល់អត្តបានដល់រមែងទ្រង់ជ្រាបប្រយោជន៍របស់រាជការត្រូវធ្វើឲ្យប្រជាជនត្រជាក់ដោយសង្ឃហវត្ថុ4 2ធម្មញ្ញូស្គាល់ធម៌បានដល់រមែងទ្រង់ជ្រាបធម៌និងច្បាប់ប្រពៃណីនៃព្រះរាជាទាំងឡាយក្នុងកាលមុនហើយតាំងនៅក្នុងទស្សពិតរាជធម៌3មត្តញ្ញូស្គាល់ប្រមាណបានដល់រមែងទ្រង់ជ្រាបក្នុងការដាក់ទោសឬក្នុងការប្រើកម្លាំងនិងស្គាល់ក្នុងការទទួលរាជពលីបានដល់ការប្រមូលពន្ធអាករមិនឲ្យប្រជាជនក្តៅក្រហាយ4កាលញ្ញូស្គាល់កាលបានដល់រមែងទ្រង់ជ្រាបកាលសោយរាជសុខកាលធ្វើការវិនិច្ឆ័យការស្ដេចយាងសួរសុខទុក្ខតាមជនបទ5បរិសញ្ញូស្គាល់បរិស័ទបានដល់រមែងទ្រង់ជ្រាបថានេះជាខត្តយៈបរិស័ទនេះជាព្រាហ្មណបរិស័ទនេះជាវេស្សបរិស័ទពួកឈ្មួញនេះជាសូត្រៈបរិស័ទនេះជាសាមណបរិស័ទគឺស្គាល់កិរិយាអាការៈការនិយាយការធ្វើចំពោះប្រជាជនថាដូចម្ដេចទើបល្មមនឹងបរិស័ទនោះមនាលភិក្ខុទាំងឡាយព្រះរាជឱរសច្បងរបស់ស្ដេចចក្រពត្តិទ្រង់ធ្វើឲ្យចក្រដែលព្រះរាជបិតាទ្រង់ឲ្យប្រព្រឹត្តទៅហើយឲ្យប្រព្រឹត្តទៅតាមដោយធម៌ពិតយ៉ាងណាមិញមនាលភិក្ខុទាំងឡាយព្រះសិរីបុត្រប្រកបដោយធម៌5ប្រការគឺដូច្នោះដែរគឺសិរីបុត្ររមែងញ៉ាំងធម្មចក្រដ៏ប្រសើរដែលតថាគតឲ្យប្រព្រឹត្តទៅហើយឲ្យប្រព្រឹត្តទៅតាមដោយត្រឹមត្រូវធម្មចក្រនោះរមែងមិនមានសាមណៈព្រាហ្មណ៍ទេវតាមាព្រំអ្នកណាមួយក្នុងโลกនឹងរារាំងបានឡើយធម៌5ប្រការនោះតើដូចម្ដេចគឺសិរីបុត្រជាអ្នកឆ្លាតតែងស្គាល់1អដ្ឋញ្ញូស្គាល់អត្តបានដល់ស្គាល់ប្រយោជន៍5ប្រការបានដល់1វត្ថុដែលកើតឡើងដោយអាស្រ័យហេតុបច្ច័យ2និព្វាន3អត្ថន័យនៃពាក្យពេចន៍4វិបាក5កិរិយា2ធម្មញ្ញូស្គាល់ធម៌បានដល់ស្គាល់ធម៌5ប្រការគឺ1ធម៌ដែលជាបច្ច័យ2អរិយមគ្គ3បាលីពុទ្ធវចនៈ4កុសល5អកុសល3មត្តញ្ញូស្គាល់ប្រមាណបានដល់ស្គាល់ប្រមាណក្នុងការទទួលនិងការបរិភោគបច្ច័យ4គឺគ្រឿងស្លៀកដណ្ដប់អាហារបិណ្ឌបាតទីសេនាសនៈថ្នាំកែរោគ4កាលញ្ញូស្គាល់កាលបានដល់ស្គាល់កាលថាកាលនេះជាកាលគួរនៅក្នុងទីស្ងប់ស្ងាត់កាលនេះជាកាលចូលសមាបត្តិកាលនេះជាកាលសម្ដែងធម៌កាលនេះជាកាលចរិកទៅតាមជនបទ5បរិសញ្ញូស្គាល់បរិស័ទបានដល់ស្គាល់ថានេះជាខត្តយៈបរិស័ទ
នេះជាព្រាហ្មណបរិស័ទនេះជាកហបតីបរិស័ទនេះជាសមណបរិស័ទការដឹងកិរិយាអាការៈការនិយាយការធ្វើចំពោះប្រជាជនថាធ្វើដោយម្ដេចទើបសមល្មមនឹងបរិស័ទនោះការបដិបត្តិល្អរបស់ព្រះសារីបុត្រដែលបានទទួលព្រះពុទ្ធតម្រាស់សរសើរថាដូចជាម្ដាយអ្នកឲ្យកំណើតបុត្រដូចមានសម្ដែងទុកក្នុងបាលីសច្ចវិភាំកសូត្រនៃគម្ពីរមជ្ឈិមនិកាយឧបរិបណាសកៈសម្ដែងអំពីព្រះសាស្តាត្រាស់សរសើរព្រះសារីបុត្រថេរៈនិងព្រះមហាមោគលានថេរៈថាសម័យមួយព្រះមានព្រះភិក្ខទ្រង់គង់នៅអសិបតនមគទាយវ័នក្បែរក្រុងពារាណសីត្រាស់រៀបរាប់អំពីព្រះអង្គសម្ដែងធម្មចក្រគឺព្រះធម្មទេសនាក្នុងព្រៃអសិបតនមគទាយវ័នដែលសមណព្រាហ្មណ៍ទេវតាមាព្រំឬអ្នកណាមួយក្នុងលោកមិនអាចរៀបរៀងបានហើយត្រាស់ណែនាំឲ្យភិក្ខុទាំងឡាយគប់រកព្រះសារីបុត្រនិងព្រះមោគលានដែលជាបណ្ឌិតជាអ្នកអនុគ្រោះដល់មិត្តសក្ព្រះមចារីភិក្ខុផងគ្នាត្រាស់ប្រៀបប្រដូចព្រះសារីបុត្រទៅនឹងមេដានៃឲ្យកំណើតព្រះមោគលានដូចជាមេដោះព្រះសារីបុត្រជាអ្នកណែនាំឲ្យតាំងនៅក្នុងសោតាបត្តិផលព្រះមោគលានក៏ណែនាំឲ្យតាំងនៅក្នុងមគ្គផលខ្ពស់ឡើងនិងព្រះសារីបុត្រជាអ្នកអាចអធិប្បាយអរិយសច្ចៈ4ដោយពិស្ដារបានលុះព្រះសាស្តាត្រាស់ដូច្នេះហើយទើបទ្រង់ក្រោកឡើងយាងចូលទៅកាន់ព្រះវិហារឯព្រះសារីបុត្រក៏សម្ដែងធម៌ដល់ភិក្ខុទាំងឡាយដោយបានអធិប្បាយអរិយសច្ចៈ4ឲ្យស្ដាប់យ៉ាងពិស្ដារមានព្រះពុទ្ធវចនៈត្រាស់សរសើរព្រះសារីបុត្រថេរៈថាជាបុគ្គលឯកផ្នែកសម្ដែងធម្មចក្របានត្រូវតាមពុទ្ធបំណងក្នុងព្រះបាលីគម្ពីរអង្គត្រនិកាយឯកនិបាតនៃបុគ្គលវៈដោយព្រះមានព្រះភិក្ខត្រាស់លើកដំកើងសមត្ថភាពរបស់លោកថាជាបុគ្គលឯកមានសេចក្តីថាមនាលភិក្ខុទាំងឡាយតថាគតពិចារណាមើលមិនឃើញបុគ្គលណាម្នាក់ដែលជាអ្នកប្រកាសធម្មចក្រដ៏ប្រសើរដែលតថាគតប្រកាសទុកហើយឲ្យបានល្អស្មើតថាគតដោយសារីបុត្រមនាលភិក្ខុទាំងឡាយសារីបុត្ររមែងប្រកាសព្រះធម្មចក្រដ៏ប្រសើរដែលតថាគតប្រកាសទុកហើយបានល្អដូចជាតថាគតដែរកតេគុណជាអច្ឆរិយៈផ្នែកមានសមត្ថភាពពិសេសមួយដែលធ្វើឲ្យលោកបានទទួលការតែងតាំងមានចរិតប្រកបក្នុងបាលីគម្ពីរអង្គត្រនិកាយឯកនិបាតតាមដែលព្រះមានព្រះភិក្ខទ្រង់តែងតាំងអេតតកៈដល់សារីបុត្រថាមនាភិក្ខុទាំងឡាយសារីបុត្រជាកម្ពូលជាងភិក្ខុទាំងឡាយដែលជាសាវករបស់តថាគតខាងមានបញ្ញាច្រើនភាវៈជាអ្នកមានបញ្ញាលើសលប់របស់ព្រះសារីបុត្រថេរៈក្រៅពីព្រះមានព្រះភិក្ខទ្រង់ប្រកាសលោកឲ្យជាអេតតកៈហើយថែមទាំងបានត្រាស់សរសើរលោកក្នុងផ្នែកជាអ្នកមានបញ្ញាច្រើននៃទៀតដោយមានចរិតទុកក្នុងព្រះបាលីគម្ពីរមជ្ឈិមនិកាយឧបរិបណាសកៈនៃអនុបតវៈក្នុងអនុបតិសូត្រដែលសម្ដែងដោយលំដាប់បទប៉ុន្តែនឹងលើកមកត្រឹមតែចំណែកខ្លះបញ្ជាក់ថាសម័យមួយព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនមហាវិហារជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងក្បែរក្រុងសាវត្ថីក្នុងគ្រានោះព្រះមានព្រះភិក្ខត្រាស់ឲ្យភិក្ខុទាំងឡាយស្ដាប់ថាមនាភិក្ខុទាំងឡាយសារីបុត្រជាបណ្ឌិតជាអ្នកមានបញ្ញាច្រើនជាអ្នកមានបញ្ញាក្រាស់ជាអ្នកមានបញ្ញាវៀងវៃជាអ្នកមានបញ្ញារហ័សជាអ្នកមានបញ្ញាមុតស្រួចជាអ្នកមានបញ្ញាទម្លាយកិលេសបានមនាលភិក្ខុទាំងឡាយសារីបុត្រឃើញច្បាស់ធម៌តាមលំដាប់បទបានក្នុងកាលមួយរំពេចប៉ុណ្ណោះហើយព្រះមានព្រះភិក្ខត្រាស់សរសើរព្រះសារីបុត្រផ្នែកខាងចូលរូបឈាន4និងអរូបឈានទាំងការកំណត់រលឹកសភាវៈដែលជារូបនិងអរូបមកជាអារម្មណ៍ថាលោកចូលទៅតាមលំដាប់នៃឈានហើយអាចកំណត់ដឹងធម៌តាមលំដាប់ថ្នាក់ឈានទាំងដឹងច្បាស់នៅការកើតឡើងការតាំងនៅការអស់ទៅនៃធម៌ទាំងនោះរហូតបានទទួលការសរសើរថាជាអ្នកស្ទាត់ជំនាញដល់នៅការសម្រេចក្នុងអរិយសិលអរិយសមាធិអរិយបញ្ញាអរិយវិមុតតិមនាភិក្ខុទាំងឡាយបុគ្គលកាលពោលដោយប្រពៃគប្បីពោលសរសើរភិក្ខុជាបុត្ររបស់ព្រះពុទ្ធជាឱរសរបស់ព្រះមានព្រះភិក្ខកើតអំពីព្រះឱសរបស់ព្រះមានព្រះភិក្ខកើតអំពីធម៌អ្នកដែលធម៌មាននិមិត្តជាធម្មទាយាទ
មិនជាទាយាទរបស់អមិសៈភិក្ខុរូបនោះគឺសរិបុត្រនេះឯងមនាលភិក្ខុទាំងឡាយសរិបុត្ររមែងប្រកាសធម្មចក្រឲ្យប្រព្រឹត្តទៅតាមដោយប្រពៃបានដោយតថាគតឲ្យប្រព្រឹត្តទៅហើយកាលព្រះសាស្តាបានត្រាស់ដូច្នេះហើយភិក្ខុទាំងនោះក៏សម្ដែងសេចក្តីត្រេកអររីករាយចំពោះព្រះតម្រាស់ដែលត្រាស់សរសើរនោះភាពជាអ្នកមានបញ្ញារបស់ព្រះសរិបុត្រថេរៈដែលព្រះពុទ្ធត្រាស់សរសើរថាវាព្រះសម្មាសម្ពុទ្ធជាម្ចាស់ចេញហើយមិនមានអ្នកណានឹងមានសមត្ថភាពប្រៀបផ្ទឹមបញ្ញារបស់ព្រះសរិបុត្រថេរៈបានឡើយដោយមានរឿងតាក់ទងនឹងការរាប់ដំណក់ទឹកភ្លៀងដែលមានចារក្នុងអត្ថកថាគម្ពីរធម្មបទនៃពុទ្ធវគ្គក្នុងរឿងយមកៈបរិហាបញ្ជាក់ថាព្រះសរិបុត្របានឈរនៅចំពោះព្រះភ័ក្ត្រនៃព្រះដ៏មានជោគបន្លឺសីហនាថាបបិទ្ធព្រះមានព្រះភិក្ខកាលភ្លៀងធ្លាក់រហូតកាប់ក៏ដោយខ្ញុំព្រះអង្គក៏អាចរាប់គណនាបានថាភ្លៀងធ្លាក់ក្នុងមហាសមុទ្រប៉ុណ្ណេះដំណក់ធ្លាក់លើផែនដីប៉ុណ្ណេះលើកំពូលភ្នំប៉ុណ្ណេះដំណក់ព្រះសាស្តាត្រាស់នឹងសរិបុត្រថេរៈថាមនាលសរិបុត្រតថាគតក៏ដឹងថាអ្នកអាចរាប់ដំណក់គ្រាប់ភ្លៀងបានក្នុងអត្ថកថារឿងសកទេវរាជថាសាវកទាំងឡាយមានព្រះសរិបុត្រជាដើមដែលប្រកបដោយបញ្ញាដែលអាចរាប់ដំណក់ទឹកភ្លៀងបានក្នុងការភ្លៀងធ្លាក់រហូតទូទាំងផែនដីម្យ៉ាងទៀតសេចក្តីឧបមាដែលនឹងនាំមកប្រៀបធៀបនឹងបញ្ញារបស់ព្រះសរិបុត្រមិនមានព្រោះដូច្នោះទើបលោកក្រាបទូលថាខ្សាច់ក្នុងស្ទឹងគង្គានឹងអស់ទៅទឹកក្នុងមហាសមុទ្រនឹងរីងស្ងួតហួតហែងទៅដីក្នុងផែនដីនឹងអស់ទៅការឆ្លើយបញ្ហាដោយការដឹងរបស់ខ្ញុំព្រះអង្គនៅមិនទាន់អស់ឡើយមានសេចក្តីអធិប្បាយពាក្យពេចន៍របស់ព្រះថេរវគ្គនេះថាការលោកដោះស្រាយបញ្ហាមួយនៃចប់ហើយបុគ្គលនឹងដាក់ខ្សាច់មួយគ្រាប់ឬដំណក់ទឹកមួយដំណក់ឬដីមួយដុំតូចចុះទៅសំបីលោកដោះស្រាយបញ្ហារាប់រយរាប់ពាន់ឬក៏រាប់សែនបញ្ហាបុគ្គលនឹងដាក់ខ្នាច់យ៉ាងណាមួយមានខ្សាច់ជាដើមក្នុងទន្លេគង្គាមួយបញ្ហាមួយគ្រាប់វត្ថុគណនាទាំងឡាយមានខ្សាច់ដែលនៅក្នុងទន្លេគង្គាជាដើមគប្បីអស់ទៅដោយរហ័សជាងការឆ្លើយបញ្ហារបស់លោកគឺវត្ថុផ្សេងដែលនាំមកធ្វើជាខ្នាច់នឹងអស់ទៅហើយតែការឆ្លើយបញ្ហារបស់លោកមិនទាន់អស់ទៅឡើយគោលធម៌ដែលជាគុណសម្រាប់ធ្វើនាទីជាទូតគឺជាអ្នកនាំសេចក្តីទៅប្រាប់ដល់ផ្នែកទាំងពីរមានក្នុងខ្លួនរបស់ព្រះសរិបុត្រថេរៈដែលមានពោលក្នុងបាលីទូតសូត្រគម្ពីរអង្គត្រនិកាយអដ្ឋកនិបាតបញ្ជាក់ថាព្រះមានព្រះភិក្ខត្រាស់សរសើរព្រះសរិបុត្រថាមានគុណសម្បត្តិផ្នែកអ្នកការទូតគឺជាអ្នកប្រកបដោយអង្គ8ប្រការសមគួរដល់ការធ្វើជាទូត 1. ចេះទទួលស្ដាប់ដោយខ្លួនឯង 2. ចេះញ៉ាំងអ្នកដទៃឲ្យព្រមស្ដាប់ខ្លួន 3. រៀនយកដោយល្អ 4. ចងចាំទុកបានល្អ 5. ជាអ្នកយល់ដឹងដោយល្អសពកិច្ចការ 6. ធ្វើឲ្យអ្នកដទៃបានដឹងផង 7. ឆ្លៀសក្នុងអំពើដែលជាប្រយោជន៍និងមិនជាប្រយោជន៍ 8. មិនបង្កការឆ្លោះវិវាទមានបដិភានល្អលទ្ធផលនៃការងាររបស់លោកដែលចាត់ទុកជាភ័ស្តុតាងតមកដល់ការសង្គាយនាជាបន្តបន្ទាប់គឺលោកបានប្រជុំភិក្ខុសង្ឃបរិយាយធម៌ដែលសំខាន់ចែកជាវគ្គជាឃ្លាស្រួលក្នុងការចងចាំហៅថាសង្កីតិសូត្រចាត់ជាសង្គាយនាព្រះធម៌ក្នុងសម័យដែលព្រះពុទ្ធជាម្ចាស់ទ្រង់គង់ប្រជជននៅឡើយតែជាការធ្វើដោយផ្ទាល់ខ្លួនមិនបានសុំញត្តិអំពីព្រះសង្ឃសេចក្តីពិស្ដារមានក្នុងសង្កីតិសូត្រជាសូត្រទី33នៃទីខនិកាយបដិកវគ្គបញ្ជាក់ថាសម័យមួយព្រះមានព្រះភិក្ខទ្រង់សម្រេចឥរិយាបថនៅក្នុងនគរបាវាក្នុងសន្តាគារឈ្មោះថាឧបតកៈរបស់ស្ដេចមលៈទាំងឡាយក្នុងរាត្រីមួយទ្រង់សម្ដែងធម៌ដល់ស្ដេចមលៈទាំងឡាយរហូតទល់យប់ជ្រៅព្រះអង្គទ្រង់រួយខ្នងណាស់ទ្រង់បំណងនឹងទំរៀតខ្នងបន្តិចទើបប្រោសប្រទានវរោកាសឲ្យព្រះសរិបុត្រថេរៈសម្ដែងធម៌ដល់សង្ឃជំនួសព្រះអង្គតទៅព្រះសរិបុត្របានឱកាសដ៏ល្អដូច្នោះទើបប្រារព្ធរឿងនិក្រវិវាទគ្នាជាមូលហេតុឲ្យព្រះសង្ឃទាំងពួងមើលជានិមិត្តឲ្យពោលថាអ្នកមានអាយុទាំងឡាយធម៌នេះឯងដែលព្រះសាស្តាជាម្ចាស់របស់យើងទាំងឡាយត្រាស់ទុកល្អហើយប្រកាសទុកល្អហើយជាគ្រឿងចេញចាក់ភព
ប្រព្រឹត្តទៅដើម្បីស្ងប់រងាប់ដែលព្រះសាស្តាជាម្ចាស់ប្រកាសទុកល្អហើយអ្នកទាំងឡាយគប្បីចងក្រងមិនគប្បីវិវាទគ្នាដោយធម៌នោះឲ្យព្រហ្មចរិយៈនេះតាំងនៅអស់កាលយូរដោយហេតុណាហេតុនោះឯងប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើននាំមកនៅសេចក្តីសុខដល់ជនច្រើនដើម្បីអនុគ្រោះដល់សត្វលោកជាប្រយោជន៍សុខដល់មនុស្សនិងទេវតាទាំងឡាយហើយលោកចែកធម៌ទាំងឡាយចេញជាពួករួមទាំងអស់10ពួកធំស្រួលដល់ការចងចាំនិងស្វាធ្យាយក្នុងមួយពួកមានគោលធម៌ជាពួកជាក្រុមហើយចែកចេញដោយពឹស្ដាជាពួករាយទាំងអស់204ពួកមិនបានឈានកន្លងគ្នាលោកចងក្រងបានជារបៀបរៀបរយគួរឲ្យអស្ចារ្យដូចជានាំមកជាឧទាហរណ៍ក្នុងពួកទី1ថាកតមោអេកោធម្មោប្រែថាធម៌ពួកមួយតើដោយម្ដេចសัพពេសត្តាអាហារដ្ឋិតិកាសត្វទាំងឡាយទាំងពួងតាំងនៅបានព្រោះអាហារសัพពេសត្តាសង្ខារដ្ឋិតិកាប្រែថាសត្វទាំងឡាយតាំងនៅបានព្រោះសង្ខារអយ៉ាងខោអវសោតេនៈភគវតាជានតាបស្សតាអរហតាសមាសម្ពុទ្ធេនៈអេកោធម្មោសមៈតខាតោប្រែថាមនាលអវសោទាំងឡាយនេះឯងជាធម៌ឯកដែលព្រះមានព្រះភិក្ខជាម្ចាស់ទ្រង់ជាអរហន្តសមាសម្ពុទ្ធអង្គនោះទ្រង់ដឹងទ្រង់ឃើញត្រាស់សម្ដែងទុកដោយប្រពៃហើយលៈ